បាទសួស្តីបងប្អូនអរគ្នាខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹងការប្រើ ChatGPT បន្តិចអញ្ចឹងការប្រើ ChatGPT បើយើងអត់ចេះបញ្ជាវាទេយើងអត់ដឹងធ្វើម៉េចទេឥឡូវខ្ញុំបង្ហាញបងប្អូននេះតោះរោគឈ្មោះក្រុមហ៊ុននាំចូលអីគេភេទជ្ជៈបើកម្លាំងឬក៏ភេទជ្ជៈបើកម្លាំងវានាំចូលច្រើនអញ្ចឹងនាំចូលសាប៊ូចុះសាប៊ូកក់សក់បាត់អង្គេបាទសមអានក្រុមហ៊ុនណែនាំចូលហ្មងណាចង់បានអ្នកលក់ដំបាទសុំ15ក្រុមហ៊ុនហើយឈ្មោះសំទោសឈ្មោះនិងលេខទូរស័ព្ទបាទយើងសរសេរទៅយើងអត់ចេះហ្មងនិយាយទៅបាទអត់ចេះមែនបាទប៉ុណ្ណឹងមកហើយយើងមិនខាំក៏បានដែរបាទ15ក្រុមហ៊ុនប៉ុណ្ណឹងមកយើងបញ្ជូនទៅហ្មងបាទអញ្ចឹង ChatGPT ដែលយើងធ្វើការ log in account គឺវាអាចរកឲ្យយើងងាយបាទឥឡូវនេះខាងក្រោមជាបញ្ជីក្រុមហ៊ុនធំៗដែលនាំចូលសាប៊ូកក់សក់ផលិតផលខ្សែសសក់អាចរកឃើញលើទូរស័ព្ទផ្លូវការមួយចំនួនប៉ុណ្ណោះខណៈខ្លះអត់បានបង្ហាញសាធារណៈទេអូខេតោះនេះអញ្ចឹងយើងមើលឃើញប៉ុណ្ណឹងឃើញអត់នេះ Unilever Gold Here DKSH BDC UTN Lucky នេះអាហ្នឹងគេបញ្ជាក់ទៀតចែកអីចឹងទៅបាទអូខេនេះបើសិនបើយើងចង់ទិញលក់ដំសូមណែនាំក្រុមហ៊ុនដូចខាងក្រោមនេះអញ្ចឹងលក់ដំនេះយើងចង់ទិញលក់ដំណាអញ្ចឹងគេណែនាំ3-4ក្រុមហ៊ុនខាងក្រោមនេះអញ្ចឹងបើសិនយើងចង់បានលេខផ្នែកទំនាក់ទំនងអញ្ចឹងយើងយកថាអូខេអញ្ចឹងឆ្លើយថាអូខេឬក៏បានមកវានឹងបង្ហាញបន្តទៀតអញ្ចឹងអានេះរបៀបរកព័ត៌មានតាមរយៈ ChatGPT អញ្ចឹង ChatGPT យកព័ត៌មាននៅលើ Google ពីកម្មវិធីផ្សេងឬក៏អាមែនថាពី website ផ្លូវការរបស់គេក៏វាយកបានដែរឲ្យតែមានដាក់លើអ៊ីនធឺណិតអញ្ចឹងវាយកបានទាំងអស់ខ្លាចតែអត់ដាក់ចូលទេបាទនេះវាស្វែងរកទីតាំងឲ្យយើងទៀតនិយាយទៅឃើញអត់បាទនេះវាបង្ហាញមកអស់ហើយនេះបើសិនបើអ្នកចង់រកអ្នកនាំចូលផ្ទាល់មិនមែនហាងលក់ទេខ្ញុំអាចស្វែងរកបានឆ្លើយទៀតមកអូខេអញ្ចឹងវានឹងបន្តទៅរកឲ្យយើងទៀតអញ្ចឹងនេះលក្ខណៈប្រើ ChatGPT ឲ្យធ្វើការងារឲ្យយើងអ្វីដែលយើងត្រូវធ្វើបន្តហ្នឹងគឺយើងចាប់ផ្ដើម select ខ្លួនយើងទេបាទ ChatGPT គ្រាន់តែបង្ហាញទិន្នន័យឲ្យយើងឃើញហើយការងារបន្ទាប់ហ្នឹងគឺយើងខ្លួនឯងជាអ្នកតាក់ទងនិងជាអ្នករោគបន្តមួយទៀតបាទឥឡូវគេគ្រាន់បង្ហាញប៉ុណ្្នឹងហើយយើងមិនចេះទៀតនឹងធ្វើម៉េចទេបាទគេបង្ហាញប៉ុណ្្នឹងហើយជាផ្លូវឲ្យយើងហើយអញ្ចឹងយើងអាចទៅរកតាម Yellow Page ឬក៏តាម Google ផ្សេងដើម្បីឲ្យស៊ីជម្រៅជាងនេះបាទអញ្ចឹងគឺគេបង្ហាញឈ្មោះមកឲ្យយើងហើយអញ្ចឹងយើងអាចងាយស្រួលអញ្ចឹងការប្រើប្រាស់ ChatGPT គឺជាការបង្គាប់បញ្ជាបន្តបាទមិនមែនដាក់មួយចប់ទេបាទយើងចង់បានអីយើងសរសេរបន្តមកវានឹងបង្ហាញបន្តយើងទៀតពេលខ្លះវាជួយរកសំណួររកចម្លើយឲ្យយើងកាន់តែងាយទៀតបាទដោយខ្ញុំបង្ហាញជាក់ស្ដែងនេះចឹងឧទាហរណ៍បងប្អូននេះគឺវាធ្វើជាសំណួរដូចជាបង្ហាញចម្លើយបន្តនេះអញ្ចឹងវាមានក្រុមហ៊ុនបន្តទៀតនេះគឺចង់បានតៃទៀតយើងអាច yes អូខេទៀតមកមែនអូខេអូខេមកវាបង្ហាញតទៀតដែរបាទអញ្ចឹងឲ្យតែយើងអានយល់ន័យវាយើងអាចប្រកបវិជាបន្តទៀតដែរបាទនេះវិធីងាយសម្រាប់បងប្អូននាងដែលទើបតែចាប់ផ្ដើមក្នុងការប្រើប្រាស់ ChatGPT បាទនេះឃើញអត់បាទបើមិនត្រូវទេយើងចូលតាម website ក្រុមហ៊ុនគេមួយមកបាទនេះវាគ្រាន់លើកចេញមកនៅលើ online ដែលគេដាក់ជា public អញ្ចឹងវាបង្ហាញទិន្នន័យអីហ្នឹងបាទអញ្ចឹងយើងអាចតាក់ទងទៅគេតិចទៅនេះអូច្រើនណាស់និយាយទៅច្រើនមែនតើនេះយកអាស័យដ្ឋាន Telegram ដល់ Excel ក៏បានដែរ
ចឹងយើងបន្តទៀតណាប៉ុន្តែការប្រើប្រាស់ ChatGPT នេះអ្នកនេះត្រូវតែ log in email ឲ្យបានវាឆ្លើយបានច្រើនចឹងបើយើងអត់ប្រើ account ទេវាឆ្លើយតែពី business មួយឆ្លើយឲ្យឯងអានេះវាអត់អស់លុយណាគឺ free ទេបាទបើសិនជាវា limit អ្នកនេះប្រើ email ផ្សេងទៀតទៅដើម្បីសួរបន្តទៀតទៅតែចាំថានៅពេលដែលបងប្អូនប្រើ account មួយសួរវាចឹងទៅវានឹងកត់ត្រាចំណងចំណូលចិត្តឬជាប្រភេទសំណួរដែលយើងសួរហើយវាកត់ចឹងទៅវាស្រួលឆ្លើយយើងថ្ងៃក្រោយទៀតបាទអរគុណ